បាទសួស្តីទាំងអស់គ្នាថ្ងៃខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបប្រើប្រាស់នៅ Cloudflare បន្តិចនៃការ config Cloudflare របស់យើងអញ្ចឹងធម្មតាដើម្បីបង្កើត project website មួយគឺយើងត្រូវការមានអីខ្លះទី1មាន domain ទី2គឺមាន hosting សម្រាប់ developer គាត់យល់អញ្ចឹងកន្លងមកគឺយើងអត់ប្រើប្រាស់ Cloudflare គឺយើង point ពី domain ទៅកាន់ hosting យកមកហើយការទិញ domain គឺយើងមាន website ជាច្រើនសម្រាប់ទិញដែលក្នុងវីដេអូនេះខ្ញុំបង្ហាញនៅលើ Whois អញ្ចឹង Whois នេះខ្ញុំមានទាំង domain ហើយនឹងមានទាំង hosting ខ្ញុំទិញលើនឹងទាំងពីរហើយពីមុនមកគឺខ្ញុំអត់បាន config ជាមួយនឹង Cloudflare ទេឥឡូវខ្ញុំ config ហើយខ្ញុំចង់បង្ហាញ Pro ទាំងអស់គ្នាឥឡូវខ្ញុំចូលទៅកាន់ Whois តែម្ដងហើយយើងចូលមកកាន់ Whois មកយើង log in ជាមួយនឹង account Whois របស់យើងបាទ login វាទា verify បាទខ្ញុំវាយ code verify ចូលបន្ទាប់ពី verify ហើយយើងចូលទៅកាន់ account របស់យើងមកយើងទិញ domain ជាមួយនឹង page ណាក៏បានដែរមាន GoDaddy មាន Google ក៏មានលក់ domain ឡើយខ្ញុំប្រើមួយ Whois ហើយយើងមើលកន្លែង my order នេះខ្ញុំហ្នឹងខ្ញុំមាន domain របស់ខ្ញុំគឺ camfix.net ហ្នឹងហើយជាមួយនឹង hosting របស់ខ្ញុំពីមុនមកគឺយើង point ពី domain នេះមកកាន់ hosting មកតែឥឡូវដើម្បី config Cloudflare យើងធ្វើម៉េចអញ្ចឹងនៅលើ DNS របស់យើងនៅលើ domain របស់យើងចុចមកយើង config តែមួយកន្លែងនេះគឺកន្លែងនេះ server name នេះ server name ហ្នឹងគឺយើងដាក់ពាក្យនេះដាក់ server name ទី1ហើយនិង server name ទី2ហ្នឹងណាតែ server name ទី1និងទី2នេះបានមកពីណាគឺបាននៅពេលដែលយើងយក domain របស់យើងទៅ register ចូលទៅក្នុង Cloudflare អញ្ចឹងនៅពេល register ហើយវានឹងឲ្យនៅ server 1ហើយនិង server 2នេះយកមកដាក់ចូលអញ្ចឹងខ្ញុំទៅបង្ហាញ Cloudflare បន្តិចអញ្ចឹង Cloudflare នេះយើងចូលទៅកាន់ cloudflare.com បន្ទាប់មកយើង log in តែបើអ្នកទាំងអស់គ្នាអត់ទាន់មាន account វានឹងឲ្យយើង sign up សិនណាក្នុងនេះដោយសារខ្ញុំមាន account ហើយអញ្ចឹងកន្លែងនេះខ្ញុំបានដាក់ domain របស់ខ្ញុំចូលហើយបើសិនជាអ្នកទាំងអស់គ្នាមាន domain ថ្មីទៀតយើងអាចចុចកន្លែងនេះ onboard domain នេះឬក៏ buy domain ចេញពី Cloudflare តែម្ដងក៏បានអញ្ចឹងយើងក៏ add កន្លែងនេះមកហើយយើងវាយ domain របស់យើងចូលមកណាអញ្ចឹងនៅពេលដែលវាយ domain ចូលមកវាបានមកចេះហើយកន្លែង active នេះដំបូងគឺវា review សិនអញ្ចឹងយើងចូលនៅលើហ្នឹងមកចុចនៅលើពេលដែលយើង activate អីហើយនៃ domain របស់យើងបាន protect Cloudflare អីហើយគឺយើងអាចចូលមកកាន់ DNS នេះអញ្ចឹង DNS ចូលមើលកន្លែង record នេះធម្មតាយើង config IP យើង config តាម A record នេះចឹងណាអញ្ចឹងក្នុងហ្នឹងគឺវា config មានអានេះ auto ឯងវាចាប់មក auto ចេញពី cPanel មកនៅពេលដែលយើងដាក់ចូលវាចាប់មក auto ណា auto មាន mail មានអីលើហ្នឹងច្រើនហើយក្នុងនេះតែអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺនេះ NS1 NS2 នេះគឺវានឹងឲ្យនៅ server name ទាំងពីរហ្នឹងមកឲ្យយើងយកទៅ config នៅក្នុងdomain របស់យើងអញ្ចឹងយើង config វានៅកន្លែងនេះ server name ហ្នឹងមកនេះសូម្បីតែ Whois ក៏វា verify ជាមួយនឹង Cloudflare ដែរអញ្ចឹងនេះយើងចូលលើហ្នឹងមកយើងចុចលើ server នេះមកយើង change អានេះចោលដាក់បោះ Cloudflare វិញមកពេលហ្នឹង domain របស់យើងមួយហ្នឹងគឺបាន point មកកាន់ Cloudflare ហើយអញ្ចឹង Cloudflare វាធ្វើការ manage នៅ DNS យើងតទៀតអញ្ចឹងក្នុងហ្នឹងមានអីខ្លះមានច្រើនណាមាន mail មាន meeting នេះជា sub domain ដែលខ្ញុំបង្កើតទេអញ្ចឹងបើអ្នកទាំងអស់គ្នាចង់បង្កើត sub domain នៅក្នុង Cloudflare ហ្នឹងបន្តទៀតគ្រាន់តែ add record មក add record ឧទាហរណ៍ថាខ្ញុំដាក់ថា test អញ្ចឹងកន្លែងនេះវាដាក់ថា test នេះមើលកន្លែង test.config.net ហ្នឹងហើយយើង point ទៅកាន់ IP ណាអញ្ចឹងណានេះ point ទៅកាន់ IP ណាអញ្ចឹងទៅបន្ទាប់មកទៀតយើង save វាទៅនៅក្នុង Cloudflare មានតែប៉ុណ្្នឹងឯងប៉ុន្តែនៅក្នុង cPanel របស់យើងវិញយើងត្រូវទៅ config ឲ្យមាន domain sub domain ហ្នឹងដែរដើម្បីឲ្យវាស្គាល់ route ពី Cloudflare របស់យើងទៅអញ្ចឹងនេះជា IP របស់ hosting យើងអញ្ចឹង IP hosting ហ្នឹងវានៅនេះដោយសារខ្ញុំទិញទាំងពីរអញ្ចឹងយើងចូលមកនេះមកចូលមក my order មកខាងក្រោមនេះ hosting អញ្ចឹងយើងមើលមកកន្លែង hosting មើលនេះ the server name detail នេះ server name detail ហ្នឹងយើងមើលកន្លែង option នេះមកយើងឃើញ IP របស់យើងអូខេអញ្ចឹងមានន័យថា point ពី Cloudflare មកកាន់ IP ហ្នឹង
តែបើសិនជាយើង check DNS យើង check DNS checker ណា DNS checker នេះហើយយើងវាយ campfix.net ហើយ search មើលទៅអញ្ចឹងអានេះគឺជា IP របស់ Cloudflare ទេអញ្ចឹងវាលាក់ IP របស់យើងទៀតតែប៉ុន្តែ IP នេះគឺជា IP របស់ Cloudflare ធម្មតាបើសិនជាយើង direct ពី domain ទៅកាន់ hosting មកកន្លែងនេះនឹងបង្ហាញនៅ IP របស់ hosting ផ្ទាល់តែម្ដងអញ្ចឹង Cloudflare ជួយលាក់នៅ IP របស់យើងទៀតអញ្ចឹងមិញខ្ញុំបង្កើត test មួយអញ្ចឹងខ្ញុំអាចចូលទៅកាន់ cPanel ចូលទៅកាន់ cPanel យើងចូលមកសុំទោសចូលតាម IP មកហើយវាយ username ចូលវាយ password ចូលមក អូខេពេលចូលហើយយើងមកបង្កើតនៅ domain sub domain របស់យើងមួយទៅបង្កើតជា test ចឹងមក test.campfix.net កើតចឹងមកចឹងនៅពេលហ្នឹង Cloudflare របស់យើងនឹងស្គាល់ test.campfix.net នេះពេល point មកកាន់ hosting យើងណាឧទាហរណ៍ meeting នេះធម្មតាយើងបង្កើតថ្មីចឹងកន្លះម៉ោងហើយបានវា active ចឹងឧទាហរណ៍ថានេះ meeting នេះខ្ញុំបានបង្កើតហើយតាំងពីព្រឹកចឹងខ្ញុំអាច test ឲ្យអ្នកនរគ្នាមើលបានហើយខ្ញុំដាក់តែ index មួយ hello ចឹងវាឃើញវា verify ជាមួយ Cloudflare ហើយវាចេញ hello មកអត់មានអីស្មុគស្មាញទេអត់មានអីច្រើនទេសម្រាប់តែយើងប្រើ cPanel ហើយអាចនឹងវីដេអូបន្តខ្ញុំនឹងបង្ហាញអ្នកនរគ្នា config នៅលើ cloud ក៏ដូចជា VM ដែលយើងចូលទៅ config នៅលើ cloud ឬក៏ VM គឺយើងត្រូវប្រើអីគេយើងត្រូវប្រើ NGX management ឬក៏ប្រើនៅ Apache ដើម្បី check មើល domain ឬក៏ sub domain បន្តទៀតនៅលើ VM ឬក៏ cloud របស់យើងហ្នឹងតែនេះខ្ញុំក៏បង្ហាញអ្នកនរគ្នានៅការប្រើប្រាស់ឬក៏ភ្ជាប់ DNA របស់យើងទៅ Cloudflare ហើយពី Cloudflare ទៅកាន់ cPanel អញ្ចឹងមានតែប៉ុណ្្នឹងអរគុណច្រើន